បាទសួស្តីបងប្អូននេះស្រែនៅក្រៅខ្នងខ្ញុំនេះគឺជាស្រែពូជស្រូវជប៉ុនដែលខ្ញុំធ្វើអំពីស្រូវសរីរាង្គការមិនប្រើប្រាស់ជីគីមីហើយក៏មិនប្រើប្រាស់ថ្នាំស្មៅហើយក៏មិនប្រើប្រាស់ថ្នាំខ្យងដែររីរួមថ្នាំទាក់ទងនឹងគីមីអត់ប្រើទាំងអស់ហើយខាងមុខខ្ញុំនេះគឺជាស្រូវសរីគឺជាជីកំប៉ុស្តដែលខ្ញុំផលិតបានពីលាមកសត្វគោហើយនឹងកាកសំណល់ប្រមូលពុកផុយដែលបានមកពីរុក្ខជាតិមានកន្ទក់មានអង្កាមមានខ្ជូងអង្កាមនិងរុក្ខជាតិផ្សេងមកដល់ឲ្យតែអាចថាវាងាយនឹងកាច់ងាយនឹងរលាយកាលហើយចូលជាកំប៉ុស្តយើងយកមកធ្វើបានបងប្អូនណាហើយស្រែក្រៅក្នុងខ្ញុំនេះលើកទី1ខ្ញុំអត់ទាន់ប្រើបាយជីទេគឺខ្ញុំបាច់ត្រូវបាតមុនព្រោះ 6B នេះដល់ពេលនេះវាបាន35ថ្ងៃហើយតែពិតត្រូវបាច់តាំងពី30ថ្ងៃប៉ុន្តែឥឡូវដល់រវល់ឥឡូវ35ហើយខ្ញុំបាច់ដឹកមកនេះគឺចំនួន2 4 6 8 10 10B នេះវាអត់ពេញបងប្អូនណាវាបានតែកន្លះអីទេហើយបើនេះអាចពេញ 5B នេះអាចពេញ 5B អាចកន្លះអញ្ចឹងខ្ញុំបាច់ដល់ 10B សួរថាបាច់ចឹងត្រឹមត្រូវអត់ខ្ញុំក៏អត់ទាន់ដឹងដែរព្រោះខ្ញុំធ្វើនេះក្នុងនាមពិសោធន៍លើកទី1បងប្អូនណាការធ្វើពិសោធន៍នឹងបង្កើតនូវសមិទ្ធផលថ្មីបើយើងមិនពិសោធន៍យើងអត់ដឹងទេហើយខ្ញុំទុំនឹងដើរដកស្មៅបន្ថែមតិចតួចដែលវាសល់នេះស្មៅដែលវាសល់រាយពីមុនយើងសម្អាតមួយសាហើយតែដល់វាមើលទៅវាឃើញសល់រាយគេចង់ពិនិត្យមើលទៅឃើញដកបានប៉ុណ្ណេះទៀតនេះស្មៅទើបនឹងដកបានអញ្ចឹងវាជាសក្ខីភាពមួយដែលមិនប្រើប្រាស់ថ្នាំស្មៅសម្រាប់ស្មៅទេហើយជីគីមីក៏ប្រើប្រាស់ហើយការបាញ់ទៅតាមស្លឹកឲ្យទៅតាក់ទងនឹងថ្នាំដែលផលិតដោយក្រុមហ៊ុនគីមីគឺអត់យកមកប្រើទេគឺខ្ញុំប្រើលក្ខណៈសរីរាង្គធម្មជាតិសុទ្ធ 100% តែម្ដងហើយបន្ទាប់ពីបាយជីកំប៉ុស្តនេះរួចខ្ញុំក៏បានបាញ់ជីកំប៉ុស្តទឹកបន្ថែមទៀតដើម្បីបង្ហាញជូនបងប្អូនមើលហើយក្រៅក្នុងនេះគឺស្រូវខៀវងឹតល្អបងប្អូនណាហើយអ្នកធ្វើការមកដល់នេះគឺថាស្រូវដូចមិនទាន់ប្រើជីបើដូចប្រើជីរួចហើយអញ្ចឹងប៉ុន្តែជាក់ស្ដែងអត់ទាន់បានអស់អីមកគ្រាប់ទេចំពោះជីគីមីនេះគឺមិនប្រើហើយក្នុងលក្ខខណ្ឌដែលខ្ញុំធ្វើនេះគឺខ្ញុំធ្វើទៅជួយទេពូជស្រូវជប៉ុនកូដែលខ្ញុំធ្វើនេះ 25A ទេពូជ15គីឡូចាំមើលទិន្នផលបែបណាចាំបង្ហាញជូនបងប្អូនទៀតសូមអរគុណច្រើនបាទសួស្តីបងប្អូននេះស្រែនៅក្រៅខ្នងខ្ញុំនេះគឺជាស្រែពូជស្រូវជប៉ុនដែលខ្ញុំធ្វើអំពីស្រូវសរីរាង្គការមិនប្រើប្រាស់ជីគីមីហើយក៏មិនប្រើប្រាស់ថ្នាំស្មៅហើយក៏មិនប្រើប្រាស់ថ្នាំខ្យងដែររីរួមថ្នាំទាក់ទងនឹងគីមីអត់ប្រើទាំងអស់ហើយខាងមុខខ្ញុំនេះគឺជាស្រូវ